កូនប៉ាម៉ាក់ឧស្សាហ៍គប់អីវ៉ាន់ចោលមែនអញ្ចឹងប៉ាម៉ាក់ទាំងអស់គ្នាមកនឹង5ចំណុចដែលអាចជួយ support គាត់បានការដែលគាត់គប់អីវ៉ាន់នោះដែរគឺមិនមែនមានន័យថាគាត់មិនស្រឡាញ់របស់នោះទេប៉ុន្តែអារម្មណ៍របស់ក្មេងតូចៗហ្នឹងគាត់គេហៅថា over stimulate ឬក៏ពិបាកនៅក្នុងអារម្មណ៍ដែលគាត់អាចប្រស័យតំណតំណងឬក៏អាចនិយាយទៅកាន់មកយើងហ្នឹងថាបែបណាអញ្ចឹងពេលខ្លះគាត់អត់ដឹងថាគួរតែបញ្ចេញអារម្មណ៍បែបណាគឺគាត់ប្រើជាមួយនឹងកាយវិការដែលគាត់យកអីវ៉ាន់គប់អីចឹងទៅបាទអញ្ចឹងយើងមកដឹងទាំង5ចំណុចវិញថាតើយើងអាចជួយកូនដោយរបៀបណាទី1ប៉ាម៉ាក់ទាំងអស់គ្នាកុំស្រែកដាក់គាត់ពេលដែលគាត់ទៅធ្វើរឿងសកម្មភាពមួយហ្នឹងបាទគឺយើងអាចថាខន្តីបន្តិចដើម្បីយើងអាចទៅនិយាយជាមួយនឹងគាត់ទី2ប៉ាម៉ាក់ចូលទៅគៀកគាត់យើងកុំដើរចេញពីគាត់ឬក៏ស្ដីគាត់ពីចម្ងាយប៉ាម៉ាក់អាចចូលទៅជិតគាត់ទៅកាន់ដៃគាត់ឲ្យជាប់ហើយនិយាយជាមួយគាត់ដោយភាសាសំរុំឬក៏3គឺយើងនិយាយស្រួលហើយដូចថាជាកញ្ចក់មួយឆ្លប់ចាំគាត់ឃើញអញ្ចឹងគឺយើងនិយាយជាមួយនឹងគាត់ដែលដូចយើងទី2អញ្ចឹងចាប់ដៃគាត់មកហើយនិយាយជាមួយនឹងគាត់ប្រាប់គាត់ថាកូនអីវ៉ាន់នេះគប់ទៅវាបែកចេះមួយចេះពីរហើយពេលដែលគាត់ចាប់ផ្ដើមយល់ហើយយើងប្រាប់គាត់ថាកូនកុំគប់ទៀតនៅថ្ងៃក្រោយហើយពេលហ្នឹងដែលគាត់អាចស្ងប់អារម្មណ៍បន្តិចហើយគាត់នឹងអាចយល់ពីយើងទី4ប៉ាម៉ាក់អាចនិយាយជាមួយនឹងគាត់អាចបោះអីវ៉ាន់នេះបានតែកុំបោះអីវ៉ាន់នោះមានន័យថាបើសិនជាគាត់បោះអីវ៉ាន់មួយដែលយើងគិតថាវាគ្រោះថ្នាក់ឬក៏វាមានបញ្ហាទៅដល់ដូចថាយកអីទៅគប់ទូរទស្សន៍ឬក៏គប់ទូរស័ព្ទឬគប់អីផ្សេងៗហ្នឹងប៉ាម៉ាក់អាចឲ្យគាត់គប់ដូចជា pillow ខ្នើយអីហ្នឹងបាទគឺគាត់អាចប្រើបានដោយសារតែនោះវាអត់ប៉ះពាល់ដល់គាត់ហើយពេលខ្លះគឺជាអារម្មណ៍មួយដែលគាត់ចង់បញ្ចេញអារម្មណ៍កំហឹងអីចឹងទៅគាត់ខឹងគាត់អីមួយគឺគាត់ត្រូវការទម្លាក់អាហ្នឹងដោយសារតែការនិយាយស្ដីគឺគាត់អត់អាចនិយាយប្រាប់ថាប៉ាអូនខឹងអូនអីទេបាទអញ្ចឹងពេលខ្លះយើងក៏មើលទៅតាមស្ថានភាពដែរតើវាគ្រោះថ្នាក់ដល់អូនអត់យ៉ាអញ្ចឹងប៉ាម៉ាក់អាចបំលែងពីរបស់មួយដែលគ្រោះថ្នាក់ទៅជារបស់មួយដែលអត់មានគ្រោះថ្នាក់បន្តមករហូតដល់ពេលដែលគាត់នឹងអាចពេលដែលគាត់ចាប់ផ្ដើមនិយាយគាត់អាចបញ្ចេញអារម្មណ៍របស់គាត់ទៅតាមភាសាកាយវិការឬក៏និយាយបានគឺពេលហ្នឹងឯងដែលគាត់អាចនឹងកាត់បន្ថយបានច្រើនទី5គឺជាវិធីដ៏សំខាន់មួយគឺអប់រំពេលដែលគាត់ស្ងប់បាទដូចតែមនុស្សធំយើងចឹងយើងអត់អាចពេលដែលយើងក្តៅកាហាយយើងខឹងយើងទៅនិយាយគេស្ដាប់អត់យល់ទេអត់យល់គ្នាទេអញ្ចឹងកូនក្មេងគឺដូចគ្នាអញ្ចឹងប៉ាម៉ាក់ពេលដែលភ្លាមគាត់គប់ហ្នឹងយើងអាចនិយាយយើងកុំខឹងកុំអីយើងអាចសង្កេតមើលគាត់ហើយបន្ទាប់មកគឺយើងឆ្លៀតពេលមួយវេលាមួយដែលពេលដែលគាត់កំពុងតែខឹងគឺប៉ាម៉ាក់ដាក់អត់ចូលទេអញ្ចឹងកាត់បន្ថយកន្លែងហ្នឹងពេលដែលស្ងាត់យើងអាចទៅនិយាយប្រាប់គាត់បញ្យល់ប្រាប់គាត់នានាអំពីអ្វីដែលយើងចង់និយាយទៅកាន់គាត់កូនកុំបោះអីវ៉ាន់ហ្នឹងចោលកូនឃើញអត់អីវ៉ាន់ហ្នឹងពេលដែលកូនបោះចោលទៅវាខូចអញ្ចឹងខូចចេះមួយចេះពីរប្រើអត់បានទៀតទេឬក៏កូនអាចប្រើភាសានៅកាយវិការណាមួយដែលអាចឲ្យប៉ាម៉ាក់បានយល់ពេលដែលអូនអត់សប្បាយចិត្តឬក៏ពេលអូនខឹងហើយទាំងអស់នឹងដែរគឺហៅថាការគ្រប់គ្រងអារម្មណ៍របស់គាត់ហើយអញ្ចឹងគឺប៉ាម៉ាក់បៀលតាំងពីនៅតូចពេលដែលចាប់ផ្ដើមមើលគាត់ម្ដងតិចគាត់ក៏យកយើងជាគំរូនៅថ្ងៃក្រោយពេលដែលគាត់មានកូនឬក៏ពេលដែលគាត់ទៅណាមួយគឺគាត់តែងតែប្រើវិធីសាស្ត្រមួយហ្នឹងដែលយើងអប់រំទៅគាត់ហើយទាំងអស់ហ្នឹងហើយដែលខ្ញុំគិតថាវា work ហើយខ្ញុំធ្វើទៅវាបានផលអញ្ចឹងខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងអស់គ្នាដែរហើយអញ្ចឹងយើងអាចចិត្តត្រជាក់យើងរៀងខន្តីដែលសារតែកូនគាត់ត្រូវការពេលវេលាជាច្រើនដែលយើងអប់រំគាត់មិនអាចយើងនិយាយថ្ងៃហ្នឹងស្អែកគាត់អាចធ្វើបានទេអញ្ចឹងជានិច្ចកាលគឺយើងតែងតែនិយាយជាមួយនឹងគាត់អប់រំគាត់ប្រាប់គាត់រហូតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចចែកម្លែកទៅកាន់មនុស្សជាទីស្រឡាញ់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយកុំភ្លេចចុច like និងចុច share ឲ្យខ្ញុំម្នាក់មួយផងអរគុណ